Cristiano បាទបន្ថែមបន្តទេបាល់នេះតាមមើលទៅដូចជាបាល់អូនហ្គោលមកពីសំណាក់ខ្សែការពាររបស់ក្រុមបាល់ទាត់ Al-Sabab បាទក្រុមបាល់ទាត់ Al-Nassr បើកការនៅមុខមុនដែរនៅក្នុងលទ្ធផល1-0មកត្រឹមតែ2នាទីដើមតង់នៃការប្រកួតតែប៉ុណ្ណោះអូហូបាទមានរឿងត្រូវនិយាយគ្នាទៅហើយបាទទស្សនិកជនជាទីមេត្រីប្រិមត្តបងប្អូនអ្នកដែលកំពុងតែទស្សនាតាមរយៈការផ្សាយបន្តផ្ទាល់បាទចេញពីបន្ទប់ផ្សាយរបស់ក្រុមការងារ Export បាទយើងទស្សនារូបភាពយឺតបាទទុកបាល់ពីកាពីតានក្រុម Cristiano វាយកែវស្អាតណាស់មកជួ Felix បាទ Felix ក៏កាត់បាល់ចូលទៅខ្សែការពារបាទព្យាមរត់បាទទៅធ្ពក់បាល់បាទដើម្បីកុំឲ្យបាល់នេះទៅដល់ជើងខ្សែប្រយុទ្ធបាទ Cristiano Ronaldo បាទអត់ដល់មែនបាទបាល់នេះគឺដាច់ចង្កេះបាទសួស្ដីមេខ្មែរ Plastic បងជំរាបសួរពីថ្ងៃមេបាទមានរឿងត្រូវនិយាយគ្នាដែរមេបាទមានរឿងត្រូវនិយាយគ្នាដែរបាទត្រឹមតែបាទដើមតង់ការប្រកួតតែប៉ុណ្ណោះបាទគឺ Al-Nassr បើកការនៅមុខមុនបាទនេះគឺជាការផ្លាត់បាទគឺធ្វើឲ្យចូលទីខ្លួនឯងពីសំណាក់ខ្សែការពារបាទខ្សែការពារ Balobet បាទគាត់ចង់ឃ្លៀបាល់ឲ្យចេញបងប្អូនទស្សនិកជនបាទប៉ុន្តែមែនតើទៅបាទគឺឃ្លៀមិនចេញបាទ Angelo លោកចូលមកហើយតែទេបាទ Bicycle kick 2-0ដោយ Kingsley Coman បាទកីឡាករសញ្ជាតិបារាំងបាទត្រឹមតែ9នាទី Wow amazing ថ្ងៃនេះបាទគឺកូនកាត់3សះបាទគឺឈ្នះទាំងព្រមបាទ Manchester United ឈ្នះ 2-0 មកទៅលើ Man City Real Madrid ឈ្នះ 2-0 មកទៅលើក្រុមបាល់ទាត់បាទ Levante រីឯ Al-Nassr កំពុងតែនាំមុខ 2-0 មកលើក្រុមបាល់ទាត់ Al-Sabab មានរឿងត្រូវនិយាយគ្នាហើយបាទជំរាបសួរបងលពូបាទទស្សនារូបភាពយឺតបាទការទាញពី Angelo បាទក្រោះបាល់ចូលតែតបាទពីខ្សែការពារទៅណាបន្តឆ្ងាយដូចបាទបញ្ជូនមកឲ្យបាទ Kingsley Coman អញ្ចឹងបាទ load bicycle kick បាទយ៉ាងស្រស់ស្អាតបាទបំផង់សំណាញ់ទីបាទការប្រកួតនេះបើឈ្នះ 2-0 មែនអីបាទគឺអស់ទោសហើយបាទបងប្អូនបីសាសគេបាទ 3-0 ទាំងព្រមបាទទាញចូលក្នុងប្រអប់គ្រោះថ្នាក់កាត់ចូលថែមឈួន1-2បាទទីបំផុតបាទ Al-Sabab បាទការប្រឹងប្រែងតាមពីក្រោយបាទរកគ្រាប់បាល់បាទឲ្យទាល់ទៅបានតាមពីក្រោយ1-2ទៅឲ្យទស្សនិកជនអូយបាទ amazing បាទរឿងដែលយើងនឹកស្មានមិនដល់បាទទស្សនារូបភាពយឺតបាទការបាញ់បាល់ឆ្លងមកស្លាប់ស្រាំបាទទប់បាល់ល្អមែនទែនបាទពីបាទសំណាក់ខ្សែបាទបំរើ Hamami បាទ Hamami គាត់កាត់ចូលទៅដែរផ្ដួលខ្លួនបាទគឺផ្ទះបាល់ចូលសំណាញ់ទីបានសម្រេចតែម្ដងអ្នកចាំទីបាទគឺគាត់ផ្ទះបាល់ដែរផ្ទះបណ្ដោះបាទ Mohamed Zimgan ក៏បានត្រឹមតែឈរមើលបាទគេផ្ទះបាល់ចូលសំណាញ់ទីទៀតព្រោះមកលឿនពេកបាទតិចគេ comeback 3-2 ទៅបាទឱកាសពីក្រុមបាល់ទាត់ Al-Sabab Goal 2-2អូបាទមិនដឹងត្រូវនិយាយបាទឬក៏បរិយាយបែបណាទេបងប្អូនទស្សនិកជនហើយបាទហេតុអីក៏បែបនេះទៅវិញណោះបាទទីបំផុតអ្វីដែលយើងទូទាយបាទគឺបានឈានចូលដល់ផ្លូវការយើងថាបាល់នេះសង្ស័យតែស្មើទៀតទេយើងមកមើលការបញ្ជូនបាល់ពី Yannick Carrasco បាទ Carlos JR បាទសុទ្ធពីគ្រាប់ម្នាក់ឯងបាទ Carlos Junior បាទពីគ្រាប់ម្នាក់ឯងតង់ទី1សុទ្ធមួយគ្រាប់តាមពីក្រោយនោះក៏ធ្វើបានដោយ Carlos Junior បាទតង់ទី2នេះក៏ដោយ Carlos Junior ទៀតបាទសុទ្ធប្រឡោះដៃបាទអ្នកចាំទី Bentoកំហុសបាទ3គ្រាប់នេះធ្វើបានដោយបាទ Kingsley Coman បាទនិងកីឡាករ Abdul Rahman Kanib បាទគ្រាប់ទៀតបាទជាបាល់អូនហ្គោលពីខ្សែការពាររបស់ Sabab ពីគ្រាប់របស់ Sabab បាទគឺអូនហ្គោលមកគ្រាប់ពីខ្សែការពារបាទ